ផ្លែខ្លះក៏យើងអាចយកទៅហូបបានហើយផ្លែខ្លះក៏មិនទាន់អញ្ចឹងនៅខ្ចីអញ្ចឹងណាបងប្អូនចាប់អារម្មណ៍ក្រូចប្រសាទហីចាប់អារម្មណ៍ក្រូចប្រសាទឥឡូវមានខ្លះល្មមអាចហូបបានហើយចង់ហូបហីអាចមើលអាណាឡងមួយមកបាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំបាទសូមបង្ហាញជូនអំពីទស្សនវិជ្ជាចំការក្រូចដែលដាំជាលក្ខណៈគ្រួសារហើយចំការក្រូចនេះផងដែរគឺជាចំការរបស់មិត្តភក្តិខ្ញុំដោយសារតែខ្ញុំធ្វើដំណើរហើយក៏ជាងចូលលេខផ្ទះរបស់គាត់ហើយក៏ដើរមកខាងក្រោយផ្ទះក៏បានឃើញចំការក្រូចគួរឲ្យចាប់អារម្មណ៍អញ្ចឹងក៏នឹកថាចង់ចែករំលែកឲ្យបងប្អូនបានទស្សនាជាការកំសាន្តហើយចំការក្រូចរបស់គាត់នេះដែរគឺមានដាំក្រូចឆ្មាផងដាំក្រូចថ្លុងផងក៏ដូចជាដាំក្រូចពោធិ៍សាត់ផងដែរអញ្ចឹងណាប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺខ្ញុំចាប់អារម្មណ៍ទៅលើដំណាំក្រូចពោធិ៍សាត់ដែលនៅខាងក្រោយរបស់ខ្ញុំនេះឃើញថាផ្លែល្អមើលមែនទែនហើយចំការក្រូចរបស់គាត់នេះដែរបាទឃើញថាភាគច្រើនគឺគាត់ដាំក្រូចឆ្មាច្រើនជាងគេតែឥឡូវចង់ដឹងថាយ៉ាងណាយើងទៅទស្សនាទាំងអស់គ្នាដូចតទៅខ្ញុំនិយាយបងប្អូនណាឃើញថាផ្លែល្អមើលមែនទែននេះដូចខ្ញុំបានរៀបរាប់ពីខាងដើមណាតែផ្លែអត់ទាន់វាអត់សូវធំទេបងប្អូនបាទគឺថាវាម៉ែល្មមដែរតែជាមិនទាន់ជាលក្ខណៈថាអាចប្រមូលផលបានទេហើយប្រមូលផលវាដោយផ្លែដែរបងប្អូនផ្លែខ្លះក៏យើងអាចយកទៅហូបបានហើយផ្លែខ្លះក៏មិនទាន់អញ្ចឹងនៅខ្ចីអញ្ចឹងណាបងប្អូននេះឃើញថាល្អមើលមែនទែនហើយនេះគឺជាក្រូចពោធិ៍សាត់បងប្អូនហើយឥឡូវហ្នឹងខ្ញុំនឹងតិចទៀតបង្ហាញក្រូចពោធិ៍សាត់ហើយខ្ញុំនឹងបង្ហាញបងប្អូនឲ្យបានទស្សនានៅក្រូចឆ្មាវិញម្ដងប៉ុន្តែមុនដំបូងនោះយើងបង្ហាញក្រូចពោធិ៍សាត់សិនបងប្អូននេះចង្កោមតែម្ដងនេះឡើងច្រើននេះគួរឲ្យចាប់អារម្មណ៍មែនតើបាទបងប្អូនអរគ្នាឥឡូវនេះយើងមកមើលក្រូចឆ្មាវិញម្ដងហើយក្រូចឆ្មាហ្នឹងអត់សូវធំទេបងប្អូនបាទយ៉ាងទូចឡើយទេដោយសារប្រហែលជាអាចនឹងមកពីអត់ទៅសម្បូរទឹកអីអញ្ចឹងណាយើងអត់បានស្រោចទឹកប្រហែលជាអត់បានស្រោចទឹកដិតដល់អីអញ្ចឹងទៅដោយសារម្ចាស់ហ្នឹងរវល់ការងារផ្សេងអញ្ចឹងទៅប្រហែលជាមិនសូវបានស្រោចទឹកអីអញ្ចឹងជំរឿឥឡូវចង់ដឹងថាយ៉ាងណាបន្តិចទៀតបងប្អូននឹងបានជួបជាមួយនឹងម្ចាស់ក្រូចផ្ទាល់តែម្ដងឥឡូវយើងមើលទស្សនវិជ្ជាចំការក្រូចសិនមុននឹងជួបជាមួយនឹងម្ចាស់ចំការបងប្អូននេះផ្លែច្រើនគួរសមដែរបងប្អូនមិនតែគ្រាន់តែវាអត់ទៅផ្លែថ្លោះល្អអីចឹងណាបាទហ្នឹងហើយច្រើនគួរសមនេះបងប្អូនច្រើនដាំដែរអញ្ចឹងមកថាគាត់ដាំក្រូចឆ្មាច្រើនជាងក្រូចពោធិ៍សាត់ហើយក្រូចពោធិ៍សាត់របស់គាត់ហ្នឹងឃើញមានប្រហែល1 2 3ហើយ3ដើមហើយផ្លែច្រើនជាងគេមានតែ2ដើមទេបងប្អូនហើយនោះក្រូចថ្លុងបងប្អូនមានតែ2ដើមនេះបាទបងប្អូននេះក្រូចថ្លុងគាត់ហើយម្ចាស់ឡើងខ្ពស់តើម្ចាស់ឡើងខ្ពស់ណាស់ណៃដល់ក្រូចថ្លុងវិញបងប្អូនឡើងទៀបតែនេះយ៉ានេះបងប្អូនបានផ្លែមួយដើមដែរមកមិនមួយដើមផ្លែមួយផ្លែដែរបងប្អូននេះខ្ញុំមកសាមុនបងប្អូនខ្ញុំឃើញផ្លែច្រើនដែរក្រូចថ្លុងគាត់ប៉ុន្តែប្រហែលជាម្ចាស់គាត់បេះហូបអស់ទៅបានឃើញលើកនេះមានតែមួយដើមអញ្ចឹងណាជំរាបបងប្អូនដើរមើលក្រូចឆ្មាអស់មកសន្ទុះហើយឥឡូវវិលចុះវិលឡើងនៅតែក្រូចពោធិ៍សាត់ដដែលចាប់អារម្មណ៍ក្រូចពោធិ៍សាត់ហីចាប់អារម្មណ៍ក្រូចពោធិ៍សាត់ឥឡូវមានខ្លះល្មមអាចហូបបានហើយចង់ហូបហីអាចមើលអាណាឡងមួយមកសាករសជាតិឬមួយក៏ចង់ហូបក្រូចឆ្មាក៏បានក្រូចឆ្មាឆ្ងាញ់ក្រូចឆ្មាចាំបេះយកទៅថតចប់បេះយកទៅផ្ទះក៏លោកចង់រសជាតិអីក្រូចឆ្មាក៏បានដែរតែសាររសជាតិវាល្អក្រូចឆ្មាតែនេះឯងអាសាមកដែរប៉ុន្តែភ្លេចសួរដែរបានសួរថាក្រូចហ្នឹងទាំងក្រូចឆ្មាទាំងក្រូចពោធិ៍សាត់ក្រូចថ្លុងនេះដាំបានប្រហែលឆ្នាំហើយដាំបែរជាខ្ទង់4ឆ្នាំជាងហើយទទួលផលនោះខ្ទង់2ឆ្នាំជាងដែរដោយសារយើងដាំប្រភេទនេះអញ្ចឹងវាទទួលបានផលលឿនតែ2ឆ្នាំអីយើងទទួលបានផលខ្លះបដាហើយមួយរយៈនេះវាអត់មានភ្លៀងអញ្ចឹងធ្វើឲ្យក្រូចយើងហ្នឹងផ្លែវាតូចអត់តន់ពេញសាច់វាអត់តន់ធំដូចប្រភេទយើងមានទឹកគ្រប់គ្រាន់ចាអត់ស្រោចទឹកវាចុះស្រោចប៉ុន្តែប្រភពទឹករបស់យើងវាខ្សត់អញ្ចឹងទៅស្រោចស្រះទឹកក៏វាអស់ដែរអញ្ចឹងយូរបានន័យថាយូរបានស្រោចម្ដងទៅបាទជួនកាលមួយអាទិត្យបានស្រោចម្ដងតែឯងមកម្ដងហ្នឹងក៏ឃើញផ្លែដែរវាផ្លែប្រចាំវិលជុំមួយសាមុននោះឃើញផ្កាតែផ្កាវាក៏អូបដូចផ្កាម្លិះអញ្ចឹងបាទវាដូចអត់មានរដូវអានេះវាដូចជា
តរហូត và đừng dừng na đấy một số đừng cho bác tay quả nè ôi tầm mau mau ly xong hay chi slong cắt hay chu máu đừng khơi miền cá vào miền cá đấy miền phai là hụt ai dùng sai Christmas cứ phai đai mà ក្រូចឆ្មាគឺជាប្រចាំវាផ្លែផ្កាបន្តគ្នារហូតតែម្ដង chẳng hay tăng bị đâm nó tâm ban của một phao ban mắn pi đòn 2 ឆ្នាំជាងហើយ pi năm chưa ngày បាទហើយឥឡូវនេះវាឆ្មៅក៏វាដុះច្រើនដែរដល់គេឲ្យគេមកច្រូតរហូតដែរដោយសារយើងអត់បាញ់ថ្នាំយើងបែបធម្មជាតិច្រើន à đào ní cô phaiច្រើន ដើមនេះផ្លែច្រើនដោយសារមួយមេឃនេះមាន 4 5 hay vậy luôn lúc bậc rồi viên cối khống hay nâng cối khống cối chma hay cối bồ sát nè mà tại khi à cối bồ sát nó vía phaiច្រើនល្អមើលជាងហើយនៅឃើញមិនដាំក្រូចឆ្មាច្រើនជាង ក្រូចឆ្មាវាងាយស្រួលដាំជាងក្រូចពោធិ៍សាត់ អូ អញ្ចឹងយើងក៏សាកល្បងក្រូចឆ្មាបានច្រើនតិចទៅព្រោះឯក្រូចឆ្មាគឺយើងដាំទៅវាឆាប់ទទួលផលហើយក៏វាអត់ងាយនឹងចាញ់ដោយប្រភេទក្រូចពោធិ៍សាត់វាពិបាកក្នុងការដាំតិច អូបាទ នេះប្រភេទ ឃើញថាក្រូចឆ្មាក៏ផ្លែច្រើនក្រូចពោធិ៍សាត់ក៏ផ្លែច្រើនតែគាត់ថាក្រូចឆ្មាវាទូជាងក្រូចពោធិ៍សាត់និយាយរួមទៅអត្ថប្រយោជន៍យ៉ាងម្នាក់ឯងបងប្អូន បាទគឺអត្ថប្រយោជន៍យើងក្រូចឆ្មាយើងស្រួលសម្រាប់ បាទ ជាអាហារញោមអាហារត្រីផ្អែម បាទហើយជម្រាបជូនបងប្អូនដែរហើយវីដេអូនេះមិនមែនជាវីដេអូចែកម្លែកតាក់ទងទៅនឹងបទពិសោធន៍ដាំក្រូចថ្លុងឬក៏ក្រូចឆ្មាទេបងប្អូនគាត់ថាជាវីដេអូបាទយើងជជែកកំសាន្តលេងបាទរវាងខ្ញុំហើយនឹងមិត្តភ័ក្តិអីណាបងប្អូនហើយបងប្អូនអាចទស្សនាបាទលេខកំសាន្តបាន ហើយមិត្តភ័ក្តិឆ្លងកាត់អញ្ចឹងចូលមកហើយក៏ឆ្លៀតពេលបេះផ្ញើខ្លះទៅ បាទ ដើម្បីយកទៅញោមភ្លាអីព្រោះឮថាផ្ញើមន់ពីផ្ទះមកមួយទៀតអញ្ចឹង មួយមិនពីរ អាចយកទៅឆ្ងោជ្រូកមន់បានក្រូចឆ្មានេះ ហ្នឹងហើយបងប្អូនហ្នឹងចូលលេងឲ្យបានអត់មានអីផ្ញើទេបងប្អូនតែទៅវិញមិត្តភ័ក្តិបេះក្រូចផ្ញើចាំមិនថាហើយបើយើងមិត្តភ័ក្តិមួយផ្ញើក្រូចឆ្មា1គីឡូអីចឹងចុះបើយើងរាប់អានមិត្តភ័ក្តិ10អីហ្នឹងហើយ បាន 10 គីឡូដែរបាទ បាទ ហើយចូលរាប់អានទៅប៉ះមិត្តភ័ក្តិខ្លះចាប់មន់បាន 2 3 ទៀត ហ្នឹងហើយក្រូចរាប់អានមិត្តភ័ក្តិដាំក្រូចឆ្មារាប់អានមិត្តភ័ក្តិចិញ្ចឹមមន់រាប់អានមិត្តភ័ក្តិដាំជីនិយាយរួម មុំទៅដល់ពេញយើងគ្រប់គ្រឿងបណ្ដោយ ឆ្មៅច្រើនណាបងប្អូនហើយដោយសារយើងអត់បាននេះទោះបីយើងដាំដាក់លូចេះហើយប៉ុន្តែនៅឆ្មៅនៅតែដុះតាមប្រឡោះលូនឹងទៀតយើងរវល់អត់សូវមានពេលថែទាំវាប្រហែលដែររវល់ការងារផងអីផងអញ្ចឹងទៅហើយការថែទាំនឹងក៏វាអត់សូវបានដិតដល់ណាមួយខែនេះខែមានភ្លៀងមកអញ្ចឹងឆ្មៅដុះលឿន ដែលយើងដាំនេះបានចំនួន 10 ដើមហើយចំពោះក្រូចផ្អែមនេះបានមួយដើមដែរវាទទួលបានផលដែរហើយបាទហើយក្រូចពោធិ៍សាត់បាន 3 ដើមនិងក្រូចខ្លុង 2 ដើមតែក្រូចខ្លុងដោយសារផ្លែកាលពីប្រាំងគឺវាច្រើនប៉ុន្តែដល់មេឃវារាំងក្តៅខ្លាំងជ្រុះអញ្ចឹងនៅសល់តែមួយផ្លែទេក្នុងដើមក្រូចហ្នឹង ហើយឯក្រូចនេះអីក៏ចិត្តទៅតៃសាកដែរដោយសារវា វាអត់ទឹកអត់អីផងហើយនេះក្រូចខ្លុងនេះវាអត់ខ្ពស់ទេវានៅតែខ្ពស់នឹងឯងតែពេលផ្លែម្ដងវាផ្លែច្រើនកាលពីប្រាំងបាទមួយដើមចិត្ត 10 ផ្លែដែរប៉ុន្តែដល់ក្តៅពេកក៏វាជ្រុះវិញអស់ទៅអញ្ចឹងនៅសល់តែមួយផ្លែនេះឯងមួយផ្លែហ្នឹងក៏មិនដឹងថាជាប់ដែរអញ្ចឹងវាអាចនឹង ជ្រុះល្បេះទៅទៀតក៏មិនដឹងដែរបាទហ្នឹងហើយបងប្អូនអរគ្នាមុនហ្នឹងពីខាងដើមវីដេអូខ្ញុំក៏បាននិយាយថាគាត់នឹងដាំតែមានក្រូចឆ្មាក្រូចពោធិ៍សាត់បាទក៏ដូចជាក្រូចថ្លុងណាតាមពិតមានប្រភេទក្រូចហ្នឹងដល់ដល់14ណាបងប្អូនបាទមានក្រូចផ្អែមមួយទៀតណាក្រូចផ្អែមមួយដើមបាទនេះក្រូចផ្អែមតាមពិតមកចំការគាត់ហ្នឹងបងប្អូនមានរហូតដល់ក្រូច 4 ប្រភេទបាទតែក្រូចនេះ អត់សូវឃើញមានផ្លែបងប្អូននេះតូចផ្លែច្រើនគូ30 ផនគេដែរតើនេះតែគាត់ថាវាតូចអញ្ចឹងបានន័យថាអាហ្នឹងផ្លែវាប៉ុណ្ណឹងទេផ្លែវាប៉ុណ្ណឹងឯងតែវាអាចធំជាងនឹងបន្តិចប៉ុន្តែវាអត់ទាន់បាន
tôm thế về du ca nó cột hào cột em hay vậy chứ hộp cái đam hộp sách rồi còn đam sầm rạp rồi thôi chỉ phải chạy thế cột mấy cái hộp sạch đấy mình vô thưa phê chạy thế bà hồi sáng khơi tôi pe bây giờ về tôm po đôi pe hào đôi cột phách về phê chẳng ai là giờ tụi mơ sạch tức mình mà đong bóng bồn đi lâu khai vào xa hay nào ta toàn miền tức bình tiết bóng bàn phliêng và giờ phi mấy chẳng bànตึก bằng năng anh mà vậy bà này bóng bồn cứ sạch tức ai từ soi soi Việt Nam bàn cướp con bóng bồn này mà ở đâu prang đi tức prang prang phải chăm thường ngày phong soi soi đồng nam phong bởi dân vô từ soi cối pếch ọt ai prang bà chẳng dân xóm chạy bà xóm chạy đặt cối khá tục prang prang khá bà từ ruồi mà ở đầu prang này chẳng á bà là ngày bóng bồn ngày ở con chân bóng bồn video bỏ dương chỉ chơi cầm san tại tôi nâng đầm nam cối bà miền tập pan nâng thế ấy ở con chân chỉ bóng bồn để bàn tôi sẽ tăng vì đau mà hồi từ đó cho phải dương chụp niên nơi video ra tiền ở con bye bye